បងប្អូនខ្ញុំមានកលឹះមួយចង់ណែនាំបងប្អូនទាំងគ្នាពីរបៀបការប្រើប្រាស់ម៉ាស៊ីនលេងចានរបស់ពួកយើង brand Richbone model S9 Ultra អញ្ចឹងកលឹះខាងក្នុងនេះដែលខ្ញុំចង់ណែនាំបងប្អូនទាំងគ្នាហ្នឹងនៅពេលដែលបងប្អូនប្រើប្រាស់ទៅធម្មតាយើងមានចានតប៉ែតនេះចានតូចចានធំឬក៏ចានធំយ៉ាងហ្នឹងពេលបងប្អូនរៀបទៅណាពេលដែលបងប្អូនរុញចូលចេះនៅពេលដែលបងប្អូនរុញទៅបើសិនជាដាក់ទៅហាលអញ្ចឹងមានថាពេលទៅគឺវាលឺស្នូកគ្រុងក្តាំងហើយមួយទៀតលាងក៏ស្អាតដែរដោយសារទៅអញ្ចឹងវាកលឹះហ្នឹងគឺចេះបងប្អូនទាញវាមកក្រៅមកបងប្អូនទាញវាមកក្រៅមកនេះលើកឡើងនេះចុចកន្លែងនេះមកបងប្អូនលើកឲ្យផុតចឹងមកវាផុតហើយហេអញ្ចឹងវាជាប់ចឹងពេលដែលបងប្អូនរុញចូលទៅឧទាហរណ៍នេះរុញចូលចេះចឹងណាអូខេខ្ញុំដាក់ជាប់អញ្ចឹងរុញចូលទៅបើសិនវាទៅដល់ទៅទៀតគឺយើងអាចដាក់បានតែពេលយើងលើកចឹងឲ្យផុតហើយបងប្អូនអរគ្នាផុតហើយអញ្ចឹងវាឡើងទៅហើយអញ្ចឹងបងប្អូនអាចលាងវាបានប៉ុន្តែមួយទៀតនៅពេលដែលបងប្អូនប្រើប្រាស់នេះខាងលើនេះវាទៅអានេះវិញហេអញ្ចឹងវាមានកលឹះមួយទៀតដែលបងប្អូនគួរតែប្រើប្រាស់វាគឺអានេះបងប្អូនលើកវាឡើងមកនេះលើកចេះមកផុតហើយអញ្ចឹងខាងហ្នឹងវាមានកន្លែងដែលយើងលើកចឹងហ៎អញ្ចឹងមានថាផុតទាំងពីរឃើញទេអញ្ចឹងនេះគឺជារបៀបប្រើប្រាស់ option នៅក្នុងកញ្ឆេងរបស់យើងអញ្ចឹងពេលបងប្អូនរុញចូលមកឃើញទេអញ្ចឹងវាផុតទាំងអស់អានេះក៏ផុតអានេះក៏ផុតអានេះក៏ផុតអញ្ចឹងបងប្អូនអាចដំណើរការបានអាហ្នឹងលើកលែងនៅពេលដែលវាមានរបស់របរធំតែបើសិនជារបស់របរទូចទេអត់មានចាំបាច់បញ្ហាទៅ check លើកវាចុះឡើងទេអញ្ចឹងបងប្អូនអាចប្រើដោយសេរីបានអូខេអញ្ចឹងវីដេអូហ្នឹងគឺមានប៉ុណ្្នឹងទេសម្រាប់ចែកទៅកាន់បងប្អូនទាំងអស់គ្នាអរគុណ